ពេលនេះស៊ូហ្វីបានលាក់អារម្មណ៍រូបទេពរបស់នាងពីវងលឿនបានយ៉ាងល្អប៉ុន្តែមិនអាចគេចចេញពីខ្សែភ្នែករបស់វងលឿនបានទេអក្ខរាវិរុទ្ធរបស់និកាយសាកសពគឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ហើយអក្ខរាវិរុទ្ធដើម្បីលាក់អារម្មណ៍ទេភាពគឺតែងតែពិបាកប្រើវាហាក់ដូចជាខ្ញុំត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលអនាគតស្ត្រីនោះឈ្មោះស៊ូហ្វីអាចបញ្ចេញវិញ្ញាណទេពរបស់នាងមានន័យថានាងគឺជារូបកាយពិតនោះមានន័យថាជូស៊ីយុនយីសុនគឺជាសារសពអាយ៉ងរបស់នាងប្រើប៉ុណ្ណោះបើនេះចាប់ផ្ដើមគិតមូលហេតុដែលកត់កំណត់អត្តសញ្ញាណរបស់ស៊ូហ្វីគឺដោយសារតែសុនតៃគឺជាអ្នកបម្រើរបស់ជូយឺដែលបានបង្ខំគាត់កាលពីពេលនោះសុនតៃមានអាយ៉ងខ្មោចដែលនៅជាមួយគាត់ហើយវាមានភាពវៃឆ្លាតណាស់ហើយកម្រិតនៃការដាំដុះខ្ពស់ទំនាក់ទំនងរបស់ពួកគេគឺប្លែកខ្លាំងផងដែរវាមិនមែនជាអាយ៉ងសាកសពធម្មតាទេប៉ុន្តែវាដូចជាមនុស្សពីរនាក់អញ្ចឹងដែលគិតពីសាកសពអាយ៉ងរបស់សុនតៃវ៉ាងលីនមិនអាចគិតដល់ស៊ីធូណានបានទេគាត់បានបញ្ចប់ដោយយកសាច់របស់កុមារនោះខ្ញុំមិនដឹងថាស៊ីធូណាននៅឯណាទេឥឡូវនេះប៉ុន្តែគាត់ត្រូវតែនៅលើភពផែនដីមួយចំនួនរស់ក្នុងជីវិតរបស់គាត់ដូចជាស្អិចក្នុងចំណោមមនុស្សរមែងស្លាប់ឥឡូវនេះវ៉ាងលីនមានអារម្មណ៍ថានឹកស៊ីធូណានបន្តិចក៏មានសុនតៃដែរគាត់គឺជាព្រឹទ្ធាចារ្យនៃក្រុមនិកាយសាកសពនៅលើភពផែនដីសុសាគូគាត់ត្រូវបានគេបង់ចោលនៅក្នុងលំហដោយកម្លាំងឈាមរបស់ស្ដេចបិសាចយក្សបច្ចុប្បន្នគាត់នៅទីណាមិនទាន់ដឹងនោះទេវ៉ាងលីនដកដង្ហើមធំពេលគាត់ប្រមូលគំនិត8កិត្តភ្នែករបស់គាត់ភ្លឺឡើងពេលគាត់សម្លឹងមើលស្នាមប្រេះដែលនៅជុំវិញគាត់រួមក្នុងច្រឡំស្នាមប្រេះគាត់មិនអាចមានអារម្មណ៍ថាមានក្លិនរបស់ជូយីនៅកន្លែងណាមួយនោះទេដូច្នេះគាត់ត្រូវតែស្រាវជ្រាវម្ដងមួយជូយីត្រូវបានផ្សារជាប់ដោយលីងធានហួរនៅទីនេះស្នាមប្រេះជាមួយនឹងត្រាត្រូវតែមានក្លិនរបស់លីងធានហួរនៃរបស់វ៉ាងលឿនបានរឿនតូចហើយនៅពេលអារម្មណ៍ទេពរបស់គាត់បានរីករាលដាលដើម្បីពិនិត្យមើលរូងភ្នំជុំវិញនោះមួយសន្ទុះក្រោយមកវ៉ាងលឿនបានឈប់គាត់បានពិនិត្យមើលរូងភ្នំជុំវិញទាំងអស់ប៉ុន្តែរកមិនឃើញដែររបស់ជើយីទេការបញ្ចេញមតិរបស់វ៉ាងលឿនមានភាពអាប់អួរនៅពេលដែលគាត់បានទះថងផ្ទុករបស់គាត់ហើយយកគ្រីស្តាល់របស់ប៉ៃលូចេញមកអារម្មណ៍ដតេភាពរបស់វ៉ាងលឿនបានចូលក្នុងគ្រីស្តាល់នោះមួយសន្ទុះក្រោយមកចិញ្ចាមរបស់គាត់បានរត់បន្តឹងហើយគាត់បានដកអារម្មណ៍ទេពរបស់គាត់ចេញពីគ្រីស្តាល់បើសិនបើប៉ៃលូមិនកុហកទេនោះគឺជាកន្លែងដែលគាត់រកឃើញជូយីវ៉ាងលឿនសញ្ជឹងគិតប៉ៃលូមិនគួរនិយាយកុហកទេអំពីរឿងនេះព្រោះវាមិនពាក់ព័ន្ធទាំងស្រុងអំពីគាត់វាគ្មានហេតុផលសម្រាប់គាត់ដើម្បីធ្វើរឿងអ្វីមួយដែលគ្មានន័យដូចនេះទេបើសិនបើគាត់ចង់ធ្វើសកម្មភាពប្រឆាំងនឹងខ្ញុំវាគ្មានហេតុផលណាមួយដែលត្រូវបានប្រើប្រាស់វិធីដែលមិនសូវមានប្រយោជន៍ដូចនេះទេគាត់គ្រាន់តែអាចវាយប្រហារខ្ញុំដោយផ្ទាល់ឥឡូវនេះអ្វីដែលសំខាន់បំផុតសម្រាប់គាត់គឺត្រូវលេបត្របាក់ព្រលឹងអារក្សពីបុរាណដទៃទៀតលុះត្រាតែគាត់មិនឆោតខ្ញុំឲ្យមកទីនេះដើម្បីសម្លាប់ខ្ញុំដោយខ្ចីកំបិតនរណាម្នាក់នៃរបស់វងនេះត្រជាក់ហើយអារម្មណ៍ទេពរបស់គាត់បានរត់រត់តំបន់នោះម្ដងទៀតបន្តមកគាត់បានងក់ក្បាលបើសិនបើគាត់និយាយថាជើយីស្ថិតក្នុងបាតជំរឿនៃចំណោនោះវាអាចទៅរួចប៉ុន្តែគាត់ចង់សម្លាប់ខ្ញុំដោយខ្ចីកំបិតទោះយ៉ាងណាក៏ដោយកន្លែងនេះមើលទៅធម្មតាណាស់ពេលដែលវងនេះចិញ្ចឹងគិតគាត់បានប្រើអារម្មណ៍ទេពរបស់គាត់ម្ដងទៀតលើកនេះវងនេះបានប្រើប្រយ័ត្នប្រយែងជាងមុននិងស្រាវជ្រាវគ្រប់ចន្លោះកលៀតជាងមុនផងដែរវ៉ាលីនពិចារណាបន្ទាប់ពីដកដង្ហើមបានជាច្រើនដងគាត់បានទះថងទុករបស់គាត់ហើយតងប្រលឹងក៏ចេញមកជាមួយនឹងរលកមួយបំណែកប្រលឹងដ៏មានឥទ្ធិពល1000បានហោះចេញមកវ៉ាលីនបានគ្រប់គ្រងបំណែកប្រលឹងហើយចូលទៅតាមរូងភ្នំនីមួយៗភ្នែករបស់វ៉ាលីនបានភ្លឺឡើងហើយអារម្មណ៍ទេពរបស់គាត់បានចូលក្នុងបំណែកនៃប្រលឹងនីមួយវិធីនេះគឺហាក់ដូចជាគាត់ចូលទៅក្នុងរូងភ្នំដោយផ្ទាល់ហើយគាត់បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើកនេះគាត់រត់តែមកចាត់ជាងមុនគាត់មិនទុកឲ្យដានណាមួយរអិលដោយចេញពីគាត់នោះទេបន្ទាប់ពី30នាទីកន្លងផុតទៅបំណែកប្រលឹងទាំងអស់បានហោះមកវិញប៉ាលីបានបើកភ្នែកឡើងហើយការបង្ហាញរបស់គាត់កាន់តែអាក្រក់ខ្ញុំបានពិនិត្យមើលដោយប្រយ័ត្នប្រយែងនៅរូងភ្នំដែលនៅជុំវិញទាំងអស់ហើយប៉ុន្តែខ្ញុំនៅតែមិនបានរកឃើញវត្តមានរបស់ជូយីតើបិសាចបុរាណប៉ៃលូពិតជាបោកប្រាស់ខ្ញុំលើរឿងនេះទៅឬភ្នែកវ៉ាងលីបានក្រវីដៃអោហើយភ្នែករបស់គាត់ប្រែជាត្រជាក់ទោះបីជាយ៉ាងណាក៏ដោយភ្នែករបស់គាត់ស្រាប់តែរួមតូចខុសហើយប្រសិនបើខ្ញុំជាលីងធានហួរខ្ញុំនឹងមិនបោះត្រាននរណាម្នាក់នៅកន្លែងជាក់ស្ដែងបែបនេះទេប្រសិនបើខ្ញុំជាលីងធានហួរ
មកនេះចាប់ផ្ដើមចិញ្ចឹងគិតមួយសន្ទុះក្រោយមកដែលរបស់លីនធានហួរដែលគាត់បានបន្សល់ទុកនោះបានរំកិលឆ្លងកាត់រាងកាយរបស់គាត់ដែលអនុញ្ញាតឲ្យគាត់ខ្ចីដៃពីដៃរបស់លីនធានហួរទាំងមុខសញ្ជឹងគិតក្នុងភ្នែករបស់វ៉ាងលិនបានបាត់បន្តិចម្ដងហើយត្រូវបានជំនួសដោយការសម្លឹងមើលបែបសុចរិតដៃរបស់លីនធានហួរគឺប្រឆាំងបើនិស័យទុច្ចរិតរបស់ខ្លួនដើម្បីប្រឆាំងនឹងឋានសួគ៌បើសិនមកផ្លូវផ្ទាល់ខ្លួនធម្មពលដើរបានរំកិលឆ្លងកាត់រាងកាយរបស់វ៉ាងលិនហើយការសម្លឹងមើលរខោខើទៅកាន់ទៅខ្លាំងបើសិនមកខ្ញុំចង់ផ្សារភ្ជាប់វិញ្ញាណដាវដែលកំពុងនៅជាមួយខ្ញុំមិនគ្រាន់តែផ្សារភ្ជាប់វាប៉ុណ្ណោះទេខ្ញុំនឹងធ្វើឲ្យគាត់ចុះចាញ់នឹងការជិះជាន់របស់ខ្ញុំសិនបើគាត់មិនព្រមទេខ្ញុំនឹងបិទគាត់ឲ្យបាន1000ឆ្នាំបើគាត់នៅតែមិនព្រមខ្ញុំនឹងបោះត្រារបស់គាត់ឲ្យបាន10000ឆ្នាំបើសិនបើគាត់នៅតែមិនផ្ដល់ផលប្រយោជន៍ដល់ខ្ញុំទេខ្ញុំនឹងបំផ្លាញវិញ្ញាណរបស់គាត់ដើម្បីកែលម្អវាជាកំណប់ទ្រព្យដើម្បីឲ្យគាត់ផ្ដល់ផលប្រយោជន៍ដល់ខ្ញុំអាហ្នឹងគឺជាពាក្យសម្ដីដែលលីនធានហួរបាននិយាយឬសារទៅវ៉ាងលិនបានភ្ជាប់ខ្លួនគាត់ទៅកាន់ធម្មពលលីនធានហួរហ្នឹងហើយដល់ហើយគាត់អាចមើលឃើញអ្វីដែលលីនធានហួរនិយាយខ្ញុំនឹងមិនជ្រើសរើសការបង្ក្រាបជាក់ស្ដែងទាំងនេះទេបើសិនមកខ្ញុំជ្រើសរើសកន្លែងនេះវាត្រូវតែមានហេតុផលបើសិនមកខ្ញុំត្រូវបិទវាខ្ញុំនឹងជ្រើសរើសវាដូចជាគាត់នៅលើពិភពលោកការកលេចមើលរបស់គាត់បានបាក់បោកដោយស្នាមប្រេះនីមួយៗការកលេចមើលបែបខុសខើនៅក្នុងខ្សែភ្នែករបស់គាត់បានរលាយបានបន្តិចម្ដងហើយដំណក់ញើសដ៏ធំបានចេញពីថ្ងាសរបស់គាត់ពេលនេះការសម្លឹងមើលបានបាត់ពីខ្លួនរបស់វ៉ាងលិនថៃមុខរបស់គាត់ប្រែជាស្លេកដែលនៅក្នុងធម្មពលដារបស់លីនធានហួរគឺពិតជាខុសខើពេកហើយគ្រាន់តែព្យាយាមខ្ចីដែននេះប្រើប៉ុណ្ណោះធ្វើឲ្យខ្ញុំរងរបួសវ៉ាងលិនបានដកដង្ហើមយ៉ាងជ្រៅនៅពេលដែលគាត់នៅពេលដែលធម្មពល Celestial បានជុំវិញគាត់បានរំកិលហើយគាត់បានទះថង់ផ្ទុករបស់គាត់ហើយដាវ Celestial បានហោះចេញជាមួយនឹងធម្មពលជាមួយនឹងដាវកណ្ដាលព្រះច័ន្ទដែលស្ដាំរបស់វ៉ាងលិនបានចាប់យកដាវ Celestial ហើយបន្ទាប់មកគាត់បានបោះជំហានទៅមុខភ្លាមនោះគាត់បានប្រើដាវ Celestial ដោយបញ្ចេញធម្មពលដាវរបស់វាធម្មពលដាវដែលបង្កើតដោយវ៉ាងលិនជាធម្មពលពិតបែកដោយសម្លេងក្រហមវ៉ាងលិនក៏ឈប់ភ្លាមនោះធម្មពលដាវក៏បានបែកខ្ទេចខ្ទីភ្លាមហើយធម្មពលដាវបានបាញ់ចេញទៅគ្រប់ទិសទីស្នាមប្រេះរាប់មិនអស់លេចចេញនៅចិត្តចន្លោះប្រហោងខ្មៅទាំងសងខាងនៃច្រាំងថ្មសម្លេងប្រេះបែកបានបន្តហើយមិនយូរប៉ុន្មានស្នាមប្រេះបានគ្រប់ដណ្ដប់លើកម្ពស់1000 feet ពីលើច្រាំងថ្មបំបែកសម្លេងរបស់វ៉ាងលិនគឺដូចស្គរលាត់ពេលដែលវាបានមនុស្សឡើងហើយបានបំបែកច្រាំងថ្មនោះស្នាមប្រេះកាន់តែច្រើនលេចលើនឹងច្រាំងថ្មផ្នែកម្ខាងនៃទីជម្រៅនេះបានបាត់1អ៊ីងបន្ទាប់មកត្រូវបានវេលុកដោយធម្មពលរបស់វ៉ាងលិនទៀតភ្នែករបស់វ៉ាងលិនបានភ្លឺឡើងហើយគាត់ប្រើធម្មពលដើមម្ដងទៀតធម្មពលដើមត្រូវបានបញ្ជូនចេញម្ដងទៀតហើយពេលដែលគាត់បានវេប្រហែលបន្តច្រាំងថ្មក៏ត្រូវបានបែកប្រេះបែកចេញយ៉ាងឆាប់រហ័សបន្ទាប់ពី15នាទីមានរូងភ្នំតូចមួយបានលេចចេញមកហើយអូរ៉ាដ៏ស្ងួតស្ងាត់បានចេញពីរូងភ្នំនោះក្លិននេះមិនមែនជាកម្មសិទ្ធិរបស់ជើយីទេប៉ុន្តែជាក្លិនដែលសង្កត់សង្កិនជាខ្លាំងដោយស្ដាំរបស់នេះបានបង្កើតត្រាមួយហើយចង្អុលទៅចន្លោះនោះដាវ Celestial ថ្មដែលបាក់បែកជាច្រើនបានធ្លាក់ពីលើច្រាំងថ្មក្នុងមួយប្រពេចភ្នែកស្នាមប្រេះដែលលាក់ទុកក្នុងចម្ងាយ30 feet នៅក្នុងច្រាំងថ្មបានលេចឡើងនៅចំពោះមុខវ៉ាងលិនគម្លាតនេះគឺមិនធំទេប៉ុន្តែមានកម្ពស់ត្រឹមតែ5 feet ហើយមានពណ៌ខ្មៅនៅពេលដែលវិញ្ញាណទេពរបស់វ៉ាងលិនបានព្យាយាមចូលទៅក្នុងវាត្រូវបានឡងចេញមកវិញដោយវិញ្ញាណទេពនេះធ្វើឲ្យវ៉ាងលិនហោះចេញម្ដងទៀតហើយគាត់បានចុះមកច្រាំងថ្មនៅត្រៃម្ខាងមានសម្លេងផ្ទុះយ៉ាងខ្លាំងខណៈដែលថ្មធ្លាក់ពីលើច្រាំងហើយរាងកាយរបស់វ៉ាងលិនត្រូវបានខ្ទាតទៅច្រាំងថ្មម្ខាងឈាមដែលហៀចេញពីខ្លួនគាត់ហូរចេញពីជ្រុងមាត់របស់គាត់វ៉ាងលិនបានដកដង្ហើមធំហើយភ្នែករបស់គាត់ប្រែជាត្រជាក់បន្ទាប់មកគាត់បានរំកិលខ្លួនចេញពីច្រាំងថ្មចលនានេះធ្វើឲ្យមុខរបស់គាត់កាន់តែស្លេកការប៉ះទង្គិចគ្នានៃវិញ្ញាណទេពនេះស្ទើរតែធ្វើឲ្យព្រលឹងដើមកំណើតរបស់គាត់ដួលរលំប្រសិនបើគាត់មិនបានឈានដល់ដំណាក់កាលកម្រិតទី7នោះទេការប៉ះទង្គិចដ៏សាមញ្ញនោះនឹងគ្រប់គ្រាន់ដើម្បីបំបែកព្រលឹងដើមរបស់គាត់ហើយខ្លាំងណាស់ភ្នែករបស់វ៉ាងលិនសម្លឹងមើលវាយ៉ាងយកចិត្តទុកដាក់ទោះបីជាគាត់មិនដឹងថាវាជ្រៅប៉ុណ្ណាក៏ដោយគាត់មានទំនុកចិត្តថាជើយីនៅខាងក្នុងនោះព្រោះវិញ្ញាណទេពដែលប៉ះទង្គិចនឹងខ្លួនគាត់ជារបស់មនុស្សម្នាក់គឺលីនធានហួរគ្រាន់តែជាការបំផន់នៃវិញ្ញាណទេពដែលគាត់បានបន្សល់ទុកគឺគ្រប់គ្រាន់ដើម្បីសម្លាប់អ្នកដាំដុះនៅខាងក្រោមដំណាក់កាលកម្រិតទី7ហើយតើលីនធានហួរនៅកម្រិតណាកំពូលនៃដំណាក់កាលចុងក្រោយកម្រិតទី7គឺជាចុងបញ្ចប់នៃជំហានដំបូង
តតែឆ្លងកាត់ដំណាក់កាលយាននឹងយ៉ាងទៅអាចឈានដល់ជំហានទី2នឹងព្រះនិព្វានបានហើយព្រះនិព្វានត្រូវបានបែងចែកជា3គឺព្រះនិព្វានសម្អាតព្រះនិព្វាននិងកំទេចព្រះនិព្វានបន្ទាប់ពីអាណាចក្រនីមួយៗត្រូវបានបែងចែកទៅជាដំណាក់កាលដំបូងពាក់កណ្ដាលនិងចុងក្រោយហើយដំណាក់កាលកំពូលអសៀធម្មនិយាយថាគាត់នៅបញ្ចប់នៃជំហានទី2ខ្ញុំគណនាថាគាត់ប្រហែលជានៅដំណាក់កាលកម្រិតទី13ហើយនិងលីងធានហួរគឺជាគូប្រកួតរបស់អសៀរាប់ម៉ឺនឆ្នាំមកហើយដូច្នេះកម្រិតនៃការដាំដុះរបស់ពួកគេប្រហែលមិនអាចនៅឆ្ងាយពីគ្នាពេកនោះទេលីងធានហួរប្រហែលជានៅកម្រិតកំពូលនៃដំណាក់កាលនៃកម្រិតទី12ហើយភ្នែករបស់វ៉ាងលៀនបានបង្ហាញពីការយកចិត្តទុកដាក់បើប្រៀបធៀបទៅនឹងអសៀលីងធានហួរការដាំដុះរបស់ពួកគាត់គឺមិនសូវសំខាន់ទេគាត់មិនបានឈានដល់ចំណុចកំពូលនៃជំហានដំបូងនៅឡើយមានន័យថាបើយកអាវ៉ាងលៀននេះខ្លួនវាទៅប្រៀបធៀបនឹងអាពួកនោះវានឹងមិនសំខាន់ទេព្រោះអីវាមិនទាន់ដល់ជំហានទី2ហ្នឹងគាត់មិនអាចឈានដល់ចំណុចកំពូលនៃជំហានដំបូងឡើយប៉ុន្តែវ៉ាងលៀននៅតែតស៊ូតាំងពីគាត់ឈានដល់ឈានជើងចូលក្នុងពិភពដាំដុះតាំងពីក្មេងមកគាត់ពឹងផ្អែកទៅលើខ្លួនគាត់ស្ទើរតែពេញមួយជីវិតទៅហើយឥឡូវនេះគាត់បានខ្លាចជាអ្នកមានអំណាចមួយរូបធ្វើត្បិតតែកម្រិតទី7គ្រាន់តែជាស្រមោចនៅក្នុងខ្សែភ្នែករបស់អ្នកនៅជំហានទី2ក៏ដោយក្នុងចំណោមអ្នកដាំដុះជំហានទី1អ្នកដាំដុះកម្រិតទី7នៅតែខ្លាំងបំផុតនៃជំហានទី1វ៉ាងលៀនបានដកដង្ហើមធំហើយចង្អុលទៅមុខធម្មពលសម្រាប់100ពាន់ខ្សែបានលេចចេញមកហើយប្រតិជាត្រាជីវិតដែលហុំព័ទ្ធជុំវិញរាងកាយរបស់គាត់ដើម្បីឲ្យកាន់តែច្បាស់វាបានបាត់ខ្សែមួយចំនួនវ៉ាងលៀនបានយកខ្សែរបស់គាត់ហើយបានបញ្ចូលវាទៅក្នុងព្រលឹងដើមកំណើតរបស់គាត់ជាលទ្ធផលគាត់អាចធ្វើវាបានដើម្បីកុំឲ្យត្រាជីវិតទាំងនោះត្រូវបានបំផ្លាញឬតែខ្សែចុងក្រោយនៅក្នុងព្រលឹងដើមកំណើតរបស់គាត់ត្រូវបានខូចគាត់បានទាថងផ្ទុកហើយយកគ្រឿងសឹករបស់អារក្សបានចេញមកហើយធ្វើឲ្យរំពងជុំវិញខ្លួនរបស់គាត់ដូចជាស្មានខ្មៅវាបានប្រែក្លាយបន្តិចម្ដងដូចជាគ្រឿងសឹកហើយក្លិនអារក្សបានគ្រប់ដណ្ដប់ពេញរាងកាយរបស់គាត់និមិត្តសញ្ញាមាសជាង10ហុំព័ទ្ធដោយសត្វល្អិតចម្លែកជុំវិញវ៉ាងលៀនហើយការពារស្រទាប់នីមួយៗបន្ទាប់ពីរឿងទាំងអស់នេះកើតឡើងវ៉ាងលៀនបានសញ្ជឹងកឹមបន្តិចរួចយកតោមព្រលឹងមួយពាត់លៀនចេញគាត់បានក្រវីតុងហើយបកជុំវិញចគាត់បំណែកព្រលឹង100លានបានក្រហមនៅក្នុងទងនោះមកនេះបានបញ្ចេញការសំណឹងមើលយ៉ាងម៉ឺងម៉ាត់ហើយបោះចំហៀនទៅមុខហើយឆ្ពោះទៅរករូងភ្នំនោះងប់វិញតបានធ្វើអីហងខិនបីរូងភ្នំសោះចេញក្បាច់អាលីងចៅយីនិងវ៉ាងលៀនមិនមានទំនាក់ទំនងស៊ីជម្រៅទេប៉ុន្តែតាមរយៈពេលខ្លីនៃទំនាក់ទំនងរបស់ពួកគេនៅក្នុងអង្គកម្មឋានសួគ៌ត្រូវបានចារឹកយ៉ាងជ្រៅនៅក្នុងព្រលឹងដើមកំណើតរបស់វ៉ាងលៀនបរិមម្នាក់ជក់ចិត្តនឹងនារីម្នាក់យ៉ាងខ្លាំងរហូតដល់ដុតព្រលឹងកំណើតរបស់ខ្លួនជាជាងនាំឲ្យនាងទៅចំណង់ចំណូលចិត្តរបស់គាត់មិនអាចផ្លាស់ប្ដូរនរណាម្នាក់ទេទោះបីជាយ៉ាងណាក៏ដោយភាពច្បាស់លាស់ដែលភ្នែករបស់គាត់បានបង្ហាញនៅពេលដែលគាត់បានដឹកព្រលឹងដើមកំណើតរបស់គាត់ធ្វើឲ្យនរណាម្នាក់ឃើញវាមាននៅក្នុងអាចនិយាយលើហ្នឹងនៅក្នុងឋានសួគ៌កម្មឋានសួគ៌ច្រឡំវាមិនមែននៅពេលវេលាដែលនៅជាមួយគ្នាវាបានជាប់យ៉ាងជ្រៅក្នុងបេះដូងរបស់វ៉ាងលៀនចឹងណាបានវ៉ាងលៀនមកជួយជើយីដល់កន្លែងហ្នឹងគាត់បានផ្ដល់អំណោយដ៏មានតម្លៃដូចជា Crystal កម្រិតទី7ឲ្យទៅវ៉ាងលៀនដើម្បីការពារសាកសពស្ត្រីនោះជាកិច្ចការសាមញ្ញមួយប៉ុន្តែវាជារឿងសំខាន់សម្រាប់គាត់មុនពេលស្លាប់បន្ទាប់មកជើយីបានខ្លាចទៅជាវិញ្ញាណដើរសម្រាប់ដើរ Celestial ភ្លៀងប៉ុន្តែព្រលឹងដែលនៅសេសសល់ដែលកើតចេញពីភាពដែលកើតមកពីអារម្មណ៍របស់គាត់បានរលាយបាត់ហើយនឹងលែងមានតទៅទៀតនៅពេលនោះចៅយីបានឮសំឡេងមួយហាក់ដូចជាពិភពលោកទាំងមូលរុះរើនៅចំពោះមកគាត់បេះដូងរបស់គាត់បានស្លាប់ហើយធម្មពលដើមរបស់គាត់មិនមានភាពរឹងមាំទៀតទេដោយប្រើរូបកាយជាវិញ្ញាណគាត់បានដេញតាមលីងធានហួរតាមចន្លោះលំហហើយបដិញ្ញាចិត្តថានឹងសម្លាប់លីងធានហួរគាត់នៅគ្រានោះកំពុងតែស្វែងរកសេចក្តីស្លាប់ព្រោះការជាប់ជំពាក់នឹងជីវិតបានបាត់ទៅហើយវ៉ាងលៀនបានឃើញភាពខុសខើនៃពិភពដាំដុះពេញមួយជីវិតរបស់គាត់ស្ទើរតែគ្រប់គ្នាមានរបៀបនឹងការលាក់បាំងអាចកំបាំងក្នុងចិត្តរបស់ពួកគេមនុស្សតែពីរបីនាក់ប៉ុណ្ណោះដែលស័ក្តិសមនឹងគាត់នឹងឲ្យវ៉ាងលៀនចងចាំពួកគេក្នុងបេះដូងរបស់គាត់មួយគឺស៊ីធូណានមួយដានធានមួយប៊ុនធានច្រឡំនិងស៊ីហូនិងជូយីកាលនោះគាត់គ្រាន់តែនៅដំណាក់កាលកម្រិតទី4ប៉ុណ្ណោះមុនពេលដែលជើយីគ្រាន់តែជា
នៅមុខចូលយីគាត់គ្រាន់តែជាក្មេងតូចដែលម្នាក់ប៉ុណ្ណោះខ្ញុំច្រឡំដំណាក់កាលទី4កំណត់ទី5ប៉ុន្តែថ្ងៃនេះវ៉ាលីនស្ថិតក្នុងដំណាក់កាលកំណត់ទី7ហើយគាត់បានដកដង្ហើមវិញហើយឈានជើងទៅរកតម្លាភាពកំលៀតទោះដឹងថាមានរឿងខ្លះគ្រោះថ្នាក់ក៏ដោយក្នុងនាមជាមនុស្សមានស្មារតីមានរឿងដែលត្រូវធ្វើនៅពេលនោះនៅពេលដែលគាត់បានសង្គ្រោះដើម្បីគាត់បានប្រយុទ្ធជាមួយនឹងស្ដេចបិសាចដោយខ្លួនឯងថ្ងៃនេះគឺដើម្បីជួយសង្គ្រោះជើយីគាត់នឹងមិនឈប់ទេទោះបីជាគាត់ត្រូវបានការពារដោយស្ដេចដាលីងធានហួរក៏ដោយនៅពេលដែលគាត់បានឈានចូលក្នុងរោងភ្នំនៅរោងភ្នំនោះរោងភ្នំហ្នឹងមានធម្មពលរបស់លីងធានហួរការពារអ្នកគ្នាចង់ឲ្យថាវ៉ាងលីនត្រូវបំបែករបាំងនឹងហើយបានចូលដល់រោងភ្នំនឹងដើម្បីសង្គ្រោះជើយីអារម្មណ៍ទទេភាពដែលបន្សល់ទុកដោយស្ដេចដាលីងធានហួរបានសម្រុកមកកាន់គាត់ពីធម្មជាតិដ៏ខុសខើរបស់វាការវាយប្រហារតាមវិញ្ញាណដាវហាក់ដូចជារឹងមាំខណៈដែលវាបានហោះមកលើគាត់វិញ្ញាណដាវវិញ្ញាណទេភាពនេះប្រៀបដូចជាដាវមុតស្រួចដែលអាចទម្លុះឋានសួគ៌បានហើយចាក់ឆ្ពោះទៅរកវ៉ាងលីនខ្សែការពារខាងក្រៅរបស់វ៉ាងលីនដែលជាទម្រង់ព្រលឹងក៏បានបញ្ចេញសម្លេងក្រហមផងដែរនៅពេលដែលបំណាច់ព្រលឹងចំនួន100លានបានប្រមូលក្តុំគ្នាដើម្បីបង្កើតជាខែលការពារដាវនោះទោះជាយ៉ាងណាក៏ដោយអារម្មណ៍ទេពភាពរបស់លីងធានហួរគឺខ្លាំងពេកខែលដែលបង្កើតឡើងដោយបំណាច់ព្រលឹង100លានត្រូវបានទម្លុះដោយដាវហើយបន្តឆ្ពោះទៅកាន់វ៉ាងលីននៅពេលនេះវ៉ាងលីនបានបញ្ចេញតម្រុយនៃការតាំងចិត្តគាត់ដឹងយ៉ាងច្បាស់ថាគាត់មិនគួរដើរទៅមុខនៅពេលនេះទេប៉ុន្តែប្រសិនបើគាត់ថយក្រោយគាត់នឹងមិនមានឱកាសទៀតទេក្នុងការជួយសង្គ្រោះជើយីក្នុងជីវិតរបស់មនុស្សពួកគេមានអ្វីដែលត្រូវធ្វើបើមិនធ្វើទេនោះពួកគេនឹងស្ដាយក្រោយរាប់ម៉ឺនឆ្នាំទៅមុខទៀតការបដិញ្ញាចិត្តរបស់វ៉ាងលីនប្រែជាការសម្រេចចិត្តហើយគាត់បានបោះជំហានមួយទៀតនៅពេលនេះចេតនាដើរដែលកើតឡើងចេញពីវិញ្ញាណទេពភាពរបស់លីនធានហួរបានសម្រុកចូលមកដោយគ្មានពីអ្វីនិយាយមួយម៉ាត់វ៉ាងលៀនបានក្រវីដៃស្ដាំរបស់គាត់ហើយនិមិត្តសញ្ញាពួកមាសបានបង្រួបបង្រួមភ្លាមចេតនាដាវបានធ្លាក់មកលើរាងកាយរបស់វ៉ាងលៀនភ្នែកបន្តពោះសបានផ្លាស់ប្ដូររាងកាយរបស់សត្វល្អិតដែលនៅលើនិមិត្តសញ្ញាមាសជុំវិញរបស់វ៉ាងលៀនគាត់បានបោះជំហានទៅមុខទៀតដោយមិនស្ទាក់ស្ទើរជាងពាក់កណ្ដាលនៃសត្វល្អិតជុំវិញគាត់ត្រូវបានคล้ายទៅជារឹងហើយធ្លាក់ចេញពីនិមិត្តសញ្ញាមាសវ៉ាងលៀនក្រវីដៃអារបស់គាត់ហើយប្រមូលផ្ដុំនៅក្នុងគ្វានៅក្នុងធម្មតុករបស់គាត់ចំហាននេះធ្វើអារម្មណ៍ទេពរបស់គាត់កាន់តែខ្លាំងជាងមុននៅចំហានចុងក្រោយនេះសំឡេងស្គរលាន់បានបន្លឺឡើងតាមចន្លោះច្រាំងថ្មសំឡេងបន្លឺឡើងរាប់មិនអស់បានបង្ហាញហើយបានបញ្ចូលគ្នាហើយបន្លឺភ្លឺឡើងដូចជាកំហឹងនៃឋានសួគ៌ដែលចង់ឲ្យអ្នកឈ្លានពានទាំងអស់ស្លាប់ចុះបំណាយព្រលឹងពីតុងព្រលឹងមិនអាចរារាំងវាបានទៅសោះវាត្រូវបានខូចម្ដងទៀតហើយការវិប្រហាបានមកដោយផ្ទាល់ទៅលើគ្រឿងសឹករបស់អារក្សនៅពេលនេះធម្មពលអារក្សក្នុងគ្រឿងសឹករបស់អារក្សបុរាណបានដួលរលំហើយវ៉ាងលៀនមានអារម្មណ៍ថាកម្លាំងដែលមិននឹកស្មានដល់បានវិប្រហារាងកាយរបស់គាត់មានអារម្មណ៍ថាបើមិនដកថយទេគាត់នឹងស្លាប់ទោះបីជាណាក៏ដោយអារម្មណ៍មួយនេះគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះជាមួយនឹងការគ្រប់គ្រងខ្លួនឯងរបស់វ៉ាងលៀនគាត់អាចទប់ទល់នឹងអារម្មណ៍នេះបានភ្នែករបស់គាត់បានតាំងចិត្តហើយធម្មពលអារក្សដែលខ្ចាត់ខ្ចាយដែលគាត់បានដាក់នៅលើអាវក្រោះមួយសតវត្សត្រូវបានដោះបានដាក់នៅក្នុងខ្លួនរបស់គាត់អស់រយៈពេលមួយសតវត្សត្រូវបានដោះលែងចេញជាលើកដំបូងវ៉ាងលៀនបានពង្រឹងទាំងស្រុងនៅស្នាមប្រេះនៅលើអាវក្រោះអារក្សដែលខ្ចាត់ខ្ចាយនេះដូច្នេះគាត់មិនអាចចម្រាញ់វាទៅក្នុងព្រលឹងដើមកំណើតទី2របស់គាត់បានទេក្រោយពីបានបញ្ចេញវាព្រលឹងអារក្សខ្មៅដែលមានស្នែងតែមួយបានចេញពីថ្កានរបស់វ៉ាងលៀនវាបានចេញមកហើយសើចសំណៃរបស់វាពោពេញទៅដោយធម្មពលអារក្សភ្នែករបស់វាពោពេញទៅដោយការច្របូកច្របល់នៅពេលដែលវាព្យាយាមលេបត្របាក់ធម្មពលដារបស់លីងធានហួរនៅពេលព្រលឹងអារក្សបានបង្ហាញខ្លួនធម្មពលអារក្សដែលមិនធ្លាប់មានពីមុនមកបានមកដោយវ៉ាងលៀនហើយបានហូរចេញពីគ្រឿងសឹករបស់អារក្សឥតឈប់ឈរធម្មពលបានហូរចូលទៅក្នុងអារក្សធ្វើឲ្យរាងកាយរបស់វាប្រែទៅជារាងកាយបន្តិចម្ដងវាបានលេបត្របាក់អារម្មណ៍ទេពភាពរបស់លីងធានហួរហើយបន្តមកក្លិននខោខៅបានផ្ទុះឡើងនៅក្នុងខ្លួនរបស់វាដែលនខោខៅបានចាប់ផ្ដើមវាយលុកខ្លួនរបស់វាធម្មពលអារក្សបានបញ្ចេញសម្លេងក្រហមហើយតម្រុយនៃភាពច្បាស់លាស់ក្នុងខ្សែភ្នែករបស់វាបានបង្ហាញការតស៊ូនៅពេលនេះព្រលឹងដើមកំណើតរបស់វ៉ាងលីនញ័រជាខ្លាំងខណៈដែលគាត់បានកត់សម្គាល់ឃើញពីអត្តភាពរបស់ព្រលឹងអារក្សដោយមិនស្ទាក់ស្ទើរគាត់បានបញ្ចូលអារម្មណ៍ទេពភាពមួយចូលទៅក្នុងព្រលឹងអារក្សដើម្បីធ្វើត្រាប់តាម
ទោះបីជាការធ្វើត្រាប់តាមនេះមិនស្ថិតស្ថេរក៏ដោយប៉ុន្តែវាបានបោះត្រាអស់100ឆ្នាំមកហើយនៅពេលនេះវាត្រូវបានធ្វើឲ្យសកម្មពលិងអារក្សត្រូវបានបឺតចូលក្នុងខ្លួនរបស់វាងលៀនភ្លាមសម្លេងនោះស្រឡះទៅហាក់ដូចជាមាននរណាម្នាក់កំពុងប្រើអក្សរាវរុធសូម្បីតែគ្រឿងសឹករបស់អារក្សនៅជុំវិញរាងកាយរបស់វាងលៀនហាក់ដូចជាត្រូវបានប៉ះពាល់ព្រោះវាប្រែទៅជាស្មានខ្មៅហើយលែងរឹងទៀតហើយវាងលៀនបានដាក់វាចូលទៅក្នុងថង់ផ្ទុករបស់គាត់វិញយ៉ាងរហ័សភ្លាមនោះគាត់បានបោះជំហានមួយទៀតហើយលើកនេះគាត់បានដើរទៅមុខ100 ហ្វីតទោះបីជាយ៉ាងណាក៏ដោយវិញ្ញាណទេពភាពទី3ដែលរឹតបន្តឹងខ្លាំងជាងលើកមុនហើយបានចេញមកពីទីជម្រៅវាបានបន្លឺសំឡេងក្រោកស្គរលាន់ហើយហាក់ដូចជាមានសំឡេងរបស់លីនធាតហួងតាមជាមួយវាទៀតផងសំឡេងនេះស្រឡះទៅហាក់ដូចជាមាននរណាម្នាក់កំពុងស្រែកហើយប្រើអក្សរាវិរុទ្ធទងព្រលឹងមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងវាទេហើយគ្រឿងសឹកអារក្សបានបាត់បង់ហើយនៅសល់តែមួយគឺត្រាជីវិត 100,000 ដល់ពេលអតិពលនៃវិញ្ញាណទី3បានមកដល់ត្រាជីវិត 100,000 បានផ្ទុះឡើងយ៉ាងលឿនដល់1លានដោយខ្ចីការពង្រីកភ្លាមនោះវាអាចរារាំងអារម្មណ៍ទេពភាពរបស់លីងធានហួរទោះបីជាយ៉ាងណាក៏ដោយត្រឹមតែមួយផ្លែត្រាជីវិត1លានបានដួលរលំយ៉ាងឆាប់រហ័សសរសៃនៅលើមុខរបស់វាងលៀនបានហើមឡើងខណៈដែលគាត់បានបញ្ចេញសម្លេងក្រហមហើយទះថង់ផ្ទុករបស់គាត់ប្រទេសច្បងសម្រាប់ព្រះបានហោះចេញខ្លាចជាសត្វគោលាន់សត្វនោះបានបញ្ចេញសម្លេងក្រហមបានមកដល់មុខវាងលៀនហើយបានប៉ះទង្គិចនឹងវិញ្ញាណទេពភាពគោលាន់ចំវិញសត្វគោលាន់បានចាប់ផ្ដើមទុះឡើងរាងកាយរបស់សត្វគោលាន់បានបញ្ចេញនៅសម្លេងគោលាន់ជាច្រើនហើយបន្តរុញមកវិញដោយអារម្មណ៍ទេពភាពរបស់លីងធានហួរមានន័យថាវាប៉ះទង្គិចគ្នាមានអារម្មណ៍ទេពភាពរបស់លីងធានហួរហើយនឹងអារម្មណ៍ទេពភាពរបស់លីងធានហួរនោះបុកមួយអាសត្វនឹងហើយធម្មពលវាឡងមកវិញចឹងណាដោយបានខ្ចីពេលវេលានៃការសម្រាកនេះត្រាជីវិតរបស់វាងលៀនបានទទួលមកវិញយ៉ាងឆាប់រហ័សដល់1លានភ្នែករបស់គាត់ប្រែជាត្រជាក់ពេលខ្លះការការពារអសកម្មមិនមែនជាវិធីសាស្ត្រដ៏ល្អបំផុតនោះទេបើចង់សាកត្រូវតែវាយវាងលៀនមិនបោះជំហានទៅមុខហើយប្រើម្រាមដៃមរណៈបានដំណើរការនៅក្នុងដៃរបស់គាត់ធម្មពលខាងវិញ្ញាណ Celestial ក្នុងខ្លួនរបស់គាត់ត្រូវបានកើនឡើងនៅពេលដែលគាត់បានបាញ់នៅម្រាមដៃមរណៈឆ្ពោះទៅកាន់វិញ្ញាណទេពភាពរបស់លីងធាតហួរដែលបច្ចុប្បន្នត្រូវបានរារាំងដោយសត្វគោលាន់នោះពន្លឺខ្មៅដែលបង្កើតឡើងដោយម្រាមដៃមរណៈបានបាញ់ចូលដូចជាព្រួញហើយបន្សល់ទុកនៅរលកកង្កលនៅពេលដែលពួកវាបុកទៅលើអារម្មណ៍ទេពភាពរបស់លីងធាតហួរវ៉ាឡែនបានបោះជំហានមួយទៀតហើយចំអុលទៅមុខម្ដងទៀតម្រាមដៃវិសាចបានបង្ហាញខ្លួនហើយធម្មពលខាងវិញ្ញាណ Celestial ក្នុងខ្លួនរបស់វាងលៀនបានកើនឡើងដោយសារតែដំណក់ទឹក Celestial ទាំង4នៅពេលនោះទោះបីជាគាត់មិនបានប្រើត្បូងថ្ម Celestial ក៏ដោយក៏ធម្មពលខាងវិញ្ញាណ Celestial របស់គាត់ហាក់ដូចជាគ្មានទីបញ្ចប់ដូចជាធម្មពលនៃការសម្លាប់អញ្ចឹងនៅពេលនេះធម្មពលខាងវិញ្ញាណ Celestial ក្នុងខ្លួនរបស់គាត់បានប្រែទៅជាធម្មពលអារក្សហើយដោយសារតែអារក្សខ្ចាត់ខ្ចាយធម្មពលរបស់អារក្សគឺបរិសុទ្ធបំផុតធម្មពលនេះបានបាញ់ចេញពីម្រាមដៃរបស់វាងលៀនមិនមែនជាការបាញ់តែម្ដងទេប៉ុន្តែបាញ់10 ដងមិនយូរប៉ុន្មានវាងលឿនបានលើកដៃស្ដាំរបស់គាត់ហើយទន្លេក្រោមពិភពលោកក៏បានចេញមកគាត់បានបោះជំហានជាច្រើនជំហានហើយនៅពេលដែលប្រើអក្សរាវុធទាំងអស់របស់គាត់បានលេចឡើងហើយបានវាយប្រហារអារម្មណ៍ទេពភាពរបស់លីងធានហួរវាងលៀននៅតែមានអារម្មណ៍ថាដូចជាធម្មពលមិនគ្រប់គ្រាន់ហើយភ្នែករបស់គាត់ប្រែជាត្រជាក់ត្រាជីវិត1លានបានប្រែទៅជាស្មានសម្លាប់តែមួយគាត់ដែលមិនមែនជាអ្នកដែលឥឡូវនេះគាត់បានប្រើអ្វីទាំងអស់មិនមែនអ្វីលាក់ក្នុងព្រលឹងដើមកំណត់របស់គាត់ទៀតទេពួកវាបានបញ្ចូលគ្នាទៅជាធម្មពលសត្វឃាតមួយហើយបានបញ្ចេញចំពោះធម្មពលដើររបស់លីងធានហួរវាងលៀនមិនល្ងងគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឆាំងនឹងវិញ្ញាណទេពភាពរបស់លីងធានហួរទេគាត់ខ្លាចថាវាបដូរទៅវាយប្រហារគាត់វិញនៅពេលនេះចំណូលនីតិជម្រៅទាំងមូលហាក់ដូចជាញាប់ញ័រភាពកខ្វក់នឹងផែនដីនៃជញ្ជាំងច្រាំងថ្មចោតហាក់ដូចជាត្រូវបានចាប់ដោយកម្លាំងអាចកំបាំងមួយនៅពេលដែលពួកវាចាប់ផ្ដើមអណ្ដែតចេញពីជញ្ជាំងនៃច្រាំងថ្មអក្សរាវុធទាំងអស់ភ្លាមបានប៉ះទង្គិចជាមួយនឹងអារម្មណ៍ទេពភាពរបស់លីងធានហួរនៅពេលជាមួយគ្នានោះសត្វគោលាន់បានបន្លឺសំឡេងក្រហមធ្វើឲ្យផែនដីខ្លាចជារលកគោលាន់វាបានសម្រុកដោយផ្ទាល់ទៅកាន់អារម្មណ៍ទេពភាពរបស់លីងធានហួររួមជាមួយនឹងអក្សរាវុធរបស់វាងលៀន
មានសម្លេងស្រពេចស្រពិលជាបន្តបន្ទាប់ចេញពីច្រកចូលនៅក្នុងចំណោនោះក្នុងទឹកដីមានវិសាចនេះដីញ័រអត់ឈប់ឈរហាក់ដូចជារលកសម្លេងដ៏ខ្លាំងមួយកំពុងឆ្លងកាត់វានៅពេលនេះសូម្បីតែមូរងជូដែលនៅជិតផ្នែកខាងជ្រៅក្នុងទីជម្រៅនៃចំណោនេះក៏មានអារម្មណ៍ថាមានការប្រែប្រួលធម្មពលដ៏គួរឲ្យខ្លាចពីលើគាត់ដែរចំណែកនារីពីរនាក់ដែលនៅក្បែរនោះក៏ងើបមុខមកយ៉ាងលឿនខ្សែភ្នែករបស់នាងពោពេញទៅដោយការភ័យខ្លាចគ្រាន់តែគួរឲ្យខ្លាចតើនេះអាចជាការបណ្ដាលមកពីវាងលៀនមែនទេសួរវ័យដល់ដង្ហើមធំហើយកំហឹងនោះតាំងពីពេលដែលវាងលៀនបានបំផ្លាញអារម្មណ៍ទេពរបស់នាងក៏បាត់ទៅវិញនាងបានសម្រេចចិត្តនាងនឹងមិនហ៊ានបង្កបញ្ហាចំពោះរឿងនេះទេរលកដ៏មានឥទ្ធិពលបានបន្តរីករាលដាលតាមជញ្ជាំងនៃទីជម្រៅនៃចំណោនោះរហូតដល់វាទៅដល់បាតនៃទីជម្រៅនៃចំណោនោះបានបំពេញដោយច្រករបៀងជាច្រើនដល់ពេលដែលសម្លេងចូលទៅកាន់តំបន់នេះពួកគេបានមនុស្សឡើងមិនចេះចប់មានសម្លេងមនុស្សឡើងមិនចេះចប់ច្រករបៀងនៅខាងក្រោមនៃជម្រៅនៃចំណោបានបង្កើតជាការ៉េដែលមានប្រហោងខ្មៅនៅចំណុចកណ្ដាលដែលនាំទៅដល់មនុស្សដែលមិនស្គាល់មុខមានដាវធំមួយចំពាក់កណ្ដាលផ្លូវចូលទៅក្នុងជញ្ជាំងច្រករបៀងនោះពេលដែលសម្លេងរំពងបានមកដល់ដាវនោះក៏មានអារម្មណ៍ធូរស្រាលបន្តិចរលកបានសាយភីចេញពេលដែលវាបន្តតាមរយៈរបៀងពេលនេះនៅច្រកចេញនៅប្រទេសបិសាចភ្លើងដែលលុបលុននឹងពួកសិស្សនិកាយដាវដាលូបានជាប់គាំងនោះលុបលុនស្រាប់តែបើកភ្នែកឡើងហើយភ្នែករបស់គាត់បានភ្លឺឡើងក្លិនរបស់លីងធានហួរតើគាត់មកដល់ពេលនេះទេថ្មីបើអូរ៉ានេះជាកម្មសិទ្ធិរបស់លីងធួក៏ដោយវាគ្រាន់ជាផ្នែកមួយរបស់វាប៉ុណ្ណោះក្រៅពីគាត់នៅមានអូរ៉ាមួយទៀតអូរ៉ានេះផ្សេងទៀតគឺមិនស្គាល់ទេប៉ុន្តែដើម្បីបង្ហាញខ្លួននៅពេលបែបនេះវាអាចថាដោយសារតែនិមិត្តសញ្ញាសម្ងាត់វាលុបលុនហាក់ដូចជាធម្មតានៅពេលដែលគាត់បានវាអ្នកកាន់ដាវដាលូមិនពេលដែលភ្នែករបស់គាត់បានបិទនៅពេលនេះពួកគេបានដួលស្លាប់ទាំងអស់ក្រៅពីលុបលុនគ្មាននរណាម្នាក់ក៏សម្គាល់ឡើយនៅក្នុងក្រុមដាវដាលូលីងធានហួរដែលជាអ្នកពាក់អាវផាយដោហើយកំពុងមិនដោះស្រាប់ក៏បានបើកភ្នែក